ឧត្តមកិត្តិយសថាបណ្ឌិតជាមយាបបានគូបញ្ជាក់ពីមោទនភាពនៃសមិទ្ធផលរដ្ឋសភានីតិកាលទី7ក្នុងបេសកកម្មបម្រើជាតិនិងប្រជាពលរដ្ឋក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាននាព្រឹកថ្ងៃទី14ខែកុម្ភៈឆ្នាំ2026ឯឧត្តមកិត្តិយសថាបណ្ឌិតជាមយាបអនុប្រធានទី1នៃរដ្ឋសភានិងជាតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែងបានអញ្ជើញចុះជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដីនិងប្រជាពលរដ្ឋប្រមាណជាង400នាក់ក្នុងស្រុកមេសាងខេត្តព្រៃវែងឯឧត្តមកិត្តិយសថាបណ្ឌិតបានលើកបង្ហាញនៅមោទនភាពយ៉ាងខ្លាំងចំពោះវឌ្ឍនភាពនៃស្ថាប័ននីតិបញ្ញត្តិដែលសម្រេចបាននូវសមិទ្ធផលធំជាច្រើនក្នុងរយៈពេលជាង2ឆ្នាំកន្លងមកនេះឯឧត្តមអនុប្រធានទី1បានបន្តថារដ្ឋសភាកម្ពុជាកំពុងវិវត្តខ្លួនយ៉ាងសកម្មនៅក្នុងរបបថ្មីគួរឲ្យមោទនៈក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហារដ្ឋសភាធិការធិបតីខុនសូដារីដែលជាស្ត្រីដំបូងក្នុងប្រវត្តិសាស្ត្រកម្ពុជាកាន់តំណែងជាប្រធានរដ្ឋសភាក្រោមការដឹកនាំរបស់សម្ដេចប្រធានរដ្ឋសភាបាននឹងកំពុងជំរុញការធ្វើទំនើបកម្មស្ថាប័នយ៉ាងស៊ីជម្រៅដើម្បីបង្កើនប្រសិទ្ធភាពការងារនិងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងឯឧត្តមកិត្តិយសថាបណ្ឌិតជាមយាបបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងរឹងមាំរវាងស្ថាប័ននីតិបញ្ញត្តិនិងស្ថាប័ននីតិប្រតិបត្តិជាពិសេសក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជារាជរដ្ឋាភិបាលបានអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1យ៉ាងស្វាហាប់ដែលផ្ដោតទៅលើអាទិភាពគន្លឹះចំនួន5គឺមនុស្សផ្លូវភ្លើងទឹកនិងបច្ចេកវិទ្យាដើម្បីកសាងគ្រឹះដ៏រឹងមាំក្នុងការប្រែក្លាយកម្ពុជាឲ្យទៅជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ2050ដើម្បីឲ្យប្រជាពលរដ្ឋកាន់តែយល់ច្បាស់ពីទូនាទីរបស់តំណាងរាស្ត្រឯឧត្តមអនុប្រធានទី1រដ្ឋសភាបានពន្យល់ពីភារកិច្ចស្នូលចំនួន3របស់អ្នកតំណាងរាស្ត្ររួមមានការពិភាក្សានិងអនុម័តច្បាប់តាមរយៈការបង្កើតក្របខ័ណ្ឌកិត្តិយសសម្រាប់ជាតិមុខងារការតាមដានការអនុវត្តច្បាប់ដោយធានាធ្វើឲ្យមានតម្លាភាពនិងប្រសិទ្ធភាពនៅក្នុងរដ្ឋបាលសាធារណៈនិងមុខងារភាពជាតំណាងដែលជានិច្ចការអ្នកតំណាងរាស្ត្រទាំងអស់គឺតែងតែចុះមូលដ្ឋានជាប់ជាប្រចាំដើម្បីស្ដាប់និងជួយដោះស្រាយរាល់សំណពររបស់ប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងសភាពការព្រំដែនកម្ពុជាថៃឯឧត្តមកិត្តិយសថាបណ្ឌិតបានសង្កត់ធ្ងន់លើឆន្ទៈនយោបាយមុតស្រួចរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីដែលបានដោះស្រាយបញ្ហាដោយសន្តិវិធីនិងការតម្កល់ផលប្រយោជន៍ជាតិជាធំរហូតសម្រេចបាននៅបទឈប់បាញ់ទាំងស្រុងនិងភាពស្ងប់ស្ងាត់តាមបន្ទាត់ព្រំដែនកាលពីចុងឆ្នាំ2025ដែលជាជោគជ័យដ៏ធំធេងនៅក្នុងការការពារបរណភាពទឹកដីផងដែរ